អាហារបន្ថែមសម្រាប់វេនយប់នៅការដ្ឋានសំណង់សាកល្បង80%សិនទៅ80%បងលូនេះបងនិយាយមែនឬខ្ញុំគ្រប់គ្រងសម្ភារៈនៅក្នុងផ្នែកគម្រោងខ្ញុំស្គាល់ខាងភស្តុភារច្បាស់ថ្មីនេះពួកគេកំពុងស្វែងរកអាហារបន្ថែមសម្រាប់វេនយប់ហាងនៅខ្លងទ្វារធំមានការត្អូញត្អែរច្រើនប៉ុន្តែការផ្គត់ផ្គង់ថ្មីត្រូវតែធានាការត្រួតពិនិត្យខ្ញុំមានលក្ខខណ្ឌ4យ៉ាងបងនិយាយមកទី1ត្រូវតែមានស្លាកតម្លៃច្បាស់លាស់ជានិច្ចមិនថានរណាមកទិញទេគឺតម្លៃតែមួយមិនអាចមើលមនុស្សហើយកាត់ថ្លៃខុសគ្នានោះឡើយទី2សាច់មាន់ត្រូវតែស្រស់មិនអាចប្រើគ្រឿងផ្សំសពីយប់ឡើយហើយក៏មិនអាចប្រើសាច់ដែលគ្មានប្រភពច្បាស់លាស់ដែររឿងនេះប្រកាសជាអញ្ចឹងហើយកុំឲ្យឆ្លើយលឿនពេក80% 100% 200% ពេលអាជីវកម្មធំភាពតាក់ទាញក៏កាន់តែខ្លាំងតើឯងអាចទប់ទល់បានទេបានបើយើងរកលុយដែលគួររកយើងនឹងកេងលក់ស្រួលទី3បរិមាណមិនអាចកាត់បន្ថយបានឡើយកម្មករធ្វើការធ្ងន់ត្រូវតែផ្ដល់បាយឲ្យបានគ្រប់គ្រាន់ធម្មតាបាយអាចថែមបានស្រាប់ហើយតើពេលរវល់ខ្លាំងតើនៅតែអាចថែមបានទេបានខ្ញុំនឹងដាំវាទុកជាមុនទី4អេរិយាប័ត្រមិនត្រូវផ្លាស់ប្ដូរឡើយទោះបីជាលក់ដាច់ខ្លាំងក៏មិនត្រូវកេងប្រវ័ញ្ចអតិថិជនដែរបងលូឪពុករបស់ខ្ញុំក៏ជាកម្មករដែរកាលពីមុនគាត់ទៅធ្វើការនៅឆ្ងាយធ្លាប់ហូបបាយប្អូនហើយថែមទាំងត្រូវគេជេរប្រមាថទៀតផងមុនពេលបើកតូបនេះខ្ញុំគិតរួចហើយថារកលុយពីកម្មករគឺមិនត្រូវធ្វើបាបកម្មករឡើយពួកយើងខ្វះមួយមែនប៉ុន្តែមិនខ្វះសីលធម៌ឡើយអ្វីដែលខ្ញុំចង់បានគឺអេរិយាប័ត្របែបនេះឯងឥឡូវនេះខ្ញុំនឹងទូរស័ព្ទទៅអ្នកទទួលខុសត្រូវផ្នែកភស្តុភារគាត់ជាអ្នកគ្រប់គ្រងអាហារដ្ឋានការដ្ឋាននិងអាហារវេនយប់បងស៊ូនៅខ្លងទ្វារក្រោយមានហាងសាច់មាន់ឆាមួយខ្ញុំធ្លាប់ញ៉ាំហើយគឺស្អាតហើយបានច្រើនទៀតតើយើងអាចសាកល្បងម្ដងបានទេបងលូណែនាំហាងបាយដោយផ្ទាល់បែបនេះពិតជាកម្រណាស់ខ្ញុំណែនាំតែម្ដងគត់ល្អទេបងមើលខ្លួនឯងទៅតម្លៃប៉ុន្មានដែរ38យ៉នហាងនៅខ្លងទ្វារធំមិនមែន50យ៉នទេឯនោះជាតម្លៃដែលពួកគេលក់ឲ្យខ្ញុំតើល្ងាចនេះសាកល្បង 80% ចាំខ្ញុំពិនិត្យមើលវិក័យប័ត្រនិងឯកសារពាក់ព័ន្ធមានទាំងអស់អរគុណបងកុំអាលអរគុណអីធ្វើឲ្យល្អនៅយប់នេះបើធ្វើមិនបានល្អទេលើកក្រោយខ្ញុំនឹងមិនណែនាំទៀតឡើយបងលូទុកចិត្តលើពួកយើងចុះបងលូខ្ញុំទិញប្រអប់បាយមកវិញហើយយកទៅដូរវិញទៅកុំទិញផ្ដេសផ្ដាស់ទៅបដូរយកអាក្រាស់វិញព្រោះដឹកជញ្ជូនពេលយប់អាចរលាក់ទឹកស៊ុបដាច់ខាតមិនត្រូវឲ្យហៀចេញឡើយត្រូវហើយទឹកស៊ុបមិនត្រូវឲ្យហៀឡើយជាយានឯងប្រញាប់ទៅបដូរយកប្រអប់ក្រាស់ភ្លាមទៅរកធុងទឹកនិងប្រអប់គ្រឿងទេសនិយាយតាមត្រង់ទៅកុំពន្យល់ផ្ដេសផ្ដាស់តើសាច់មាន់ទិញមកពីណាដែរផ្សារខាងត្បូងតំបន់ថ្មីលេខទុកមាននៅលើនេះគឺទិញថ្មីរាល់ថ្ងៃតើមានវិញ្ញាបនបន្តសុខភាពទេចេះរក្សាទុកគំរូអាហារដែរឬទេបងលូបានរំលឹកពួកយើងកាលពីម្សិលមិញពួកយើងបានរៀបចំប្រអប់រក្សាទុកគំរូអាហាររួចរាល់ហើយដោយរក្សាទុកមួយចំណែកសម្រាប់រាល់ការធ្វើម្ដងនិងក៏ត្រាម៉ោងច្បាស់លាស់រៀបចំបានល្អណាស់អាហារនៅការដ្ឋានសំណង់មិនត្រូវឲ្យមានបញ្ហាឡើយយប់នេះសាកល្បង 80% ដឹកទៅកាន់អគារលេខ3ផ្នែកខាងជើងមុនម៉ោង 10 យប់គ្មានបញ្ហាទេថៅកែស្រីរសជាតិនេះពិតជាអស្ចារ្យណាស់ប្រញាប់ដួសឲ្យខ្ញុំមួយប្រអប់មកខ្ញុំក៏សុំមួយប្រអប់ដែរឃ្លៀងចង់ដៃពូវៀនហើយយប់នេះមានការកម្មង់អាហារបន្ថែមសម្រាប់វេនយប់សម្រាប់ការលក់រីសុំរងចាំបន្តិចសិនចាមានលុយហើយនៅតែមិនចង់រកទៀតបងប្រុសពួកយើងទទួលការកម្មង់ពីការដ្ឋានមុនដូច្នេះមិនអាចយឺតយ៉ាវបានឡើយតើជាហាងនៅខ្លងទ្វារធំម្ដងទៀតមែនទេសង្ឃឹមថាគ្មានរឿងខ្វះសាច់ទៀតទៅចុះលើកមុនអស់50យ៉នសុទ្ធតែដំឡូងបារាំងញ៉ាំសិនទៅញ៉ាំរួចចាំផ្ដល់មតិយោបល់អូអាមួយនេះមិនអន់ទេតើទឹកស៊ុបស្រូបជាមួយបាយគឺល្មមឆ្ងាញ់តែម្ដងហើយបាយក៏មិនឆៅដែរតើតម្លៃប៉ុន្មានទៅ38យ៉ន38យ៉ននេះពិតជាល្អជាងហាងតម្លៃ50យ៉ននៅខ្លងទ្វារធំឆ្ងាញ់ណាស់ហាងនៅខ្លងទ្វារធំមិនមែនតម្លៃ38យ៉នទេអីហាងនៅខ្លងទ្វារធំលក់ឲ្យអ្នកថ្មី38យ៉នតែលក់ឲ្យអ្នកស្គាល់គ្នា50យ៉នបងលូញ៉ាំនៅទីនោះពេលឆ្នាំអស់តម្លៃ50យ៉នរហូតនេះមិនមែនគេប្រវាញ់អ្នកស្គាល់គ្នាទេអីស្គាល់គ្នាបាយជាយកថ្លៃជាងថៅកែអាចថែមបាយបានទៀតទេថែមបានធានាថាឆ្អែតចុះថែមបាយត្រូវអស់លុយប៉ុន្មានទៀតថែមហ្វ្រេមិនគិតលុយទេប្អូនស្រីបាយរបស់ប្អូនពិតជាអាចញ៉ាំបានយ៉ាងរីករាយណាស់ហាងសាច់មាន់ឆានៅខ្លងទ្វារក្រោយតម្លៃ38យ៉នថែមបាយបានសេរីគុំទៅហាងនៅខ្លងទ្វារធំអីហាងនៅខ្លងទ្វារធំចាត់ទុកមួយចាស់ជាកន្លែងកោលលុយយ៉ាងព្រៃផ្សៃបងស្រីលូគាត់លក់នៅទីនេះច្រើនឆ្នាំមកហើយប្រហែលជាមានការយកច្រឡំអ្វីមួយហើយដឹងយកច្រឡំស្អីទៅកាលពីម្សិលមិញខ្ញុំសួរគាត់ក៏យកថ្លៃពីខ្ញុំ50យ៉នដែរខណៈអ្នកថ្មីនៅក្បែរនោះយកតែ38យ៉នសោះខ្ញុំទើបតែចូលធ្វើការកាលពីខែមុនគាត់យកថ្លៃពីខ្ញុំ38យ៉នក្រោយមកខ្ញុំទៅញ៉ាំរាល់ថ្ងៃស្រាប់តែសប្តាហ៍នេះឡើងដល់45យ៉នគាត់ប្រាប់ថាបន្ថែមគ្រឿងផ្សំទៅវិញបងលូនៅក្នុងក្រុមសុទ្ធតែសរសើរថាសាច់មាន់ឆាកាលពីយប់មិនឆ្ងាញ់ណាស់ហើយនាំគ្នាអ៊ូតំពីបងស្រីលូនៅខ្លងទ្វារធំឲ្យតែសម្លេងអ្នកមកពីតំបន់ផ្សេងគឺគាត់ឡើងថ្លៃភ្លាមថ្ងៃភ្លៀងថែម5យ៉នហូបកណ្ដាលអាធិបថែម10យ៉នលើកមុនអាប់លុយឲ្យខ្ញុំខ្វះនៅតែរឹងតឹងថាខ្លួនឯងរវល់ទៅភ្លេចទៀតលើកនេះគាត់ពិតជាស័យធំហើយតើបងមានអារម្មណ៍ថាធូរចិត្តខ្លះទេធូរចិត្តស្អីទៅខ្ញុំមានតែអារម្មណ៍ថាខ្ពើមរអើមប៉ុណ្ណោះមានរឿងអីមែនទេបងប្រុសគ្រប់គ្នាកំពុងតែជេរប្រមាថគាត់តើនេះមិនមែនជាលើកទី1ឬទី2ឡើយដាលីឯងមើលពីរបៀបដែលគាត់គិតលុយទៅមនុស្សមិនដែលស្គាល់លក់ថោកមនុស្សស្គាល់គ្នាលក់ថ្លៃអ្នកប្រញាប់ហូបបាយលក់កាន់តែថ្លៃហើយអ្នកដែលហត់នឿយខ្លាំងរហូតមិនចង់ប្រកែកគឺលក់ថ្លៃបំផុតតែម្ដងលូវីនឈួនតើឯងចង់មានន័យថាម៉េចតើខ្ញុំធ្វើអ្វីខុសមែនទេតើឯងជាអ្នកនិយាយផ្ដេសផ្ដាស់នៅក្នុងក្រុមមែនទេតើមានពាក្យសម្ដីមួយណាដែលជារបស់ខ្ញុំឯងមិនសុខចិត្តដែលខ្ញុំយកលុយឯងលើបន្តិចបន្តួចមែនទេចាំបាច់ត្រូវមកបំផ្លាញជាអ្នកយកលុយលើខ្លួនឯងមិនមែនខ្ញុំមិនសុខចិត្តនោះឡើយពួកឯងទាំងអស់គ្នាហូបបាយហាងខ្ញុំអស់រយៈពេល3ឆ្នាំមកហើយឥឡូវនេះបែរជាមកធ្វើពុតជាជនរងគ្រោះទៅវិញកាលពីខ្ញុំឆាបាយឲ្យពួកឯងកណ្ដាលអាធិបហើយអ្វីក៏មិននិយាយពីគុណសម្បត្តិផងទៅអ្នកបាត់តូបលក់កណ្ដាលអាធិបខ្ញុំជាអ្នកចេញលុយទិញមិនមែនជាការដាក់ទានរបស់អ្នកឡើយទីតាំងខ្លងទ្វារធំគឺថ្លៃទឹកភ្លើងក៏ថ្លៃថ្លៃតូបក៏ថ្លៃខ្ញុំយកថ្លៃ50យ៉នតើវាខុសអីទៅអ្នកអាចលក់តម្លៃ50យ៉នស្មើគ្នាទាំងអស់បានតើគ្មាននរណាបង្ខំឲ្យអ្នកលក់38យ៉នឡើយប៉ុន្តែអ្នកលក់ឲ្យអ្នកដទៃ38យ៉នតែលក់ឲ្យខ្ញុំ50យ៉ននេះគេហៅថាកេងប្រវ័ញ្ចមួយចាស់ខ្ញុំចង់លក់ឲ្យនរណាតម្លៃប៉ុន្មានវាជាសិទ្ធិរបស់ខ្ញុំតើវាពាក់ព័ន្ធអីនឹងឯងពិតជាមិនពាក់ព័ន្ធនឹងខ្ញុំមែនដូច្នេះហើយទើបខ្ញុំមិនញ៉ាំទៀតឡើយហើយអ្នកដទៃក៏អាចមិនញ៉ាំដូចគ្នាដែរអាពីរអ្នកនៅខ្លងទ្វារក្រោយនោះលក់បានប៉ុន្មានថ្ងៃទៅក្មេងគ្មានបទពិសោធន៍មិនយូរមិនឆាប់គង់តែមានរឿងមិនខានទេបើអញ្ចឹងធ្វើតាមច្បាប់ទៅនរណាបង្កបញ្ហានរណានោះជាអ្នកទទួលខុសត្រូវតើឆ្អិនហើយនៅបងទើបតែលើកចេញមួយប្រអប់បាញ់មិញហើយអ្វីក៏ជប់ទៀតហើយខ្ញុំចាមួយខ្ទះនេះទើបតែឆ្អិនក្តៅចាណែថៅកែខ្ញុំស្កេនលុយទិញហិរតិចតើហេតុអ្វីបានជាយកស្លាកសញ្ញាហិរខ្លាំងមកបិទលើប្រអប់ខ្ញុំបែបនេះសូមទោសបងប្រុសភ្នែកខ្ញុំស្រវាំបន្តិចខ្ញុំនឹងបដូរប្រអប់ថ្មីជូនបងភ្លាមចាថៅកែស្រីប្រញាប់ឡើងបន្តិចមកបាននៅតែយឺតបែបនេះខ្ញុំទៅទិញនៅខ្លងទ្វារធំហើយណាសូមតម្រង់ជួរម្នាក់ម្ដង
បងលោកក៏មកញ៉ាំដែរមែនទេញ៉ាំប៉ុន្តែមិនអាចកាត់ជួបបានឡើយចែកលេខរៀងចាំទទួលអាហារតាមលេខរៀងល្អណាស់ធ្វើតែបីរសជាតិប៉ុណ្ណោះគឺហិតតិចហិតល្មមនិងហិតខ្លាំងកុំផ្លាស់ប្ដូរភ្លាមអីយកហើយបងតើត្រូវរងចាំដល់ពេលណាទៀតទៅបើចង់បានលឿនទៅទិញបាយប្រអប់ស្រាប់ទៅបើចង់បានឆាក្តៅភ្លាមគឺត្រូវតែរងចាំបន្តិចហើយយកព្រមស្រាប់តាមបងលូទៅពួកយើងរងចាំញ៉ាំរបស់ឆ្អិនក្តៅចុះហិរល្មម3ប្រអប់ឆ្អិនហើយចាបងលូប្រអប់បាយក្រាស់ទាំង120ប្រអប់លក់អស់គ្មានសល់មួយឡើយតើមានអារម្មណ៍យ៉ាងណាដែររកលុយពិតជាហត់ខ្លាំងណាស់ហត់មែនប៉ុន្តែសប្បាយចិត្តខ្លាំងណាស់ចាប់ពីថ្ងៃស្អែកទៅត្រូវរៀបចំគ្រឿងផ្សំទុកជាមុនប៉ុន្តែកុំឲ្យឆាវាទុកមុនឲ្យសោះការតម្រង់ជូរអាចយឺតបន្តិចចុះប៉ុន្តែរសជាតិដាច់ខាតមិនត្រូវឲ្យធ្លាក់ចុះឡើយដឹងហើយចាបងប្រុសមានការអីមែនទេតើនៅសល់បាយខ្លះទេបងទឹកស៊ុបនេះខ្ញុំមិនដាច់ចិត្តចាក់ចោលសោះនៅសល់តែចាចង់សុំថែមបាយកន្លះចានទៀតបានទេល្អណាស់ថ្ងៃក្រោយខ្ញុំនឹងមកតែហាងរបស់ប្អូនរហូតហេតុអ្វីបានជាគេមកត្រួតពិនិត្យពួកយើងអញ្ចឹងតើនរណាជាអ្នកទទួលខុសត្រូវនៅទីនេះគឺខ្ញុំចាពួកយើងទទួលបានបណ្ដឹងរាយការណ៍ថាពួកអ្នកបើកអាជីវកម្មគ្មានច្បាប់អនុញ្ញាតគ្រឿងផ្សំមិនស្រស់និងអនាម័យមិនគ្រប់ស្តង់ដារតើអាចមានបញ្ហាមែនទេពួកយើងទើបតែញ៉ាំកាលពីម្សិលមិញតែពួករបស់ខ្ញុំមិនឃើញមានបញ្ហាអីផងហ្នឹងពួកយើងមានឯកសារច្បាប់អនុញ្ញាតត្រឹមត្រូវហើយក៏មានវិក័យប័ណ្ណដែរចាតើទុកនៅណាទៅមិនមែននៅក្នុងកាបូបពណ៌ខៀវទេអីកុំស្លន់ស្លោអីទៅយកកាបូបឯកសារមកកាបូបឯកសារពណ៌ខ្មៅតើគំរូអាហារទុកនៅណាឯកសារអនុញ្ញាតគឺគ្រប់គ្រាន់ប្រភពគ្រឿងផ្សំមានភាពច្បាស់លាស់អនាម័យនៅនឹងកន្លែងគឺស្របតាមតម្រូវការជាមូលដ្ឋានរាល់ខ្លឹមសារនៃពាក្យបណ្ដឹងគឺមិនទាន់រកឃើញថាជាការពិតនៅឡើយទេខ្ញុំថាកន្លែងនេះស្អាតហើយញ៉ាំកាលពីម្សិលមិញគ្មានបញ្ហាអីសោះតើនរណាជាអ្នកប្តឹងទៅប៉ុន្តែអាជីវកម្មរបស់ពួកអ្នកកំពុងតែរីកចម្រើនលឿនណាស់ថ្ងៃក្រោយត្រូវប្រុងប្រយ័ត្នបន្ទាប់ពីបរិមាណអាហារកើនឡើងបញ្ជីក៏តាមមិនត្រូវខកខានឡើយការរក្សាទុកគំរូអាហារមិនត្រូវភ្លេចឡើយហើយអនាម័យក៏មិនត្រូវឲ្យធ្លាក់ចុះដែរពួកយើងនឹងចងចាំទុកចាខ្លាចមែនទេចាស់ខ្លាចណាស់ការចេះខ្លាចជារឿងល្អវាបង្ហាញថាឯងដឹងពីទម្ងន់នៃការទទួលខុសត្រូវបងលូតើមានអ្នកនៅក្លោងទ្វារធំជាអ្នកប្តឹងពួកយើងមែនទេនរណាជាអ្នកប្តឹងមិនសំខាន់ឡើយអ្វីដែលពួកឯងត្រូវធ្វើគឺមិនថានរណាមកត្រួតពិនិត្យក៏មិនអាចរកឃើញកំហុសឆ្គងអ្វីបានឡើយបើអញ្ចឹងពួកយើងលូបន្តទៅព្រឹកមិញនេះខាងត្រួតពិនិត្យទីផ្សារទៅតែចុះមកពិនិត្យផ្ទាល់តែរកមិនឃើញកំហុសអីសោះនេះមានប្រសិទ្ធភាពជាងការផ្សាយពាណិជ្ជកម្មទៅទៀត28យន់រសជាតិដើមនៅក្លោងទ្វារធំថោកជាងក្លោងទ្វារក្រោយ10យន់គ្រប់គ្នាកុំចាញ់បោកគេឲ្យសោះណាមួយថ្ងៃ10យន់មួយខែសន្សំបាន300យន់កន្នីបែបនេះនរណាក៏យកដែរមែនហើយញ៉ាំអីក៏ដូចតែញ៉ាំដែរឲ្យតែឆ្អែតពោះទៅបានហើយ